កុំចង់ធ្វើជាតកែលឿនពេកបើអ្នកមិនទាន់ដឹងនៅរឿងរ៉ាវទាំងអស់នេះដូនតាផ្ដាំថាទូកធំក្តោងធំការធ្វើជាតកែគឺឯកានិងថប់អារម្មណ៍បំផុតគ្មាននរណាម្នាក់អាចយល់ពីគាត់បានទេមនុស្សជាច្រើនគ្រាន់តែមើលឃើញភាពរុងរឿងរបស់តកែតែមើលមិនឃើញសម្ពាធនឹងការជឿចាប់នៅពីក្រោយខ្នងគាត់ទេអ្នកប្រហែលជាច្រណែននឹងប្រកាសដែលគាត់រកបានតែអ្នកមិនបានឃើញពីការព្រួយបារម្ភរបស់គាត់ទេអ្នកប្រហែលជាច្រណែននឹងអាជីវកម្មធំដុំរបស់គាត់តែអ្នកមិនបានឃើញពីការដែលគាត់ដេកមិនលក់បក់មិនលហើយនៅពាក់កណ្ដាលអាធ្រេតនោះទេអ្នកប្រហែលជាច្រណែននឹងការអាចធ្វើបានព្យុះភ្លៀងរបស់គាត់តែអ្នកមិនបានឃើញពីរបៀបដែលគាត់ត្រូវបានធ្វើទុកបុកម្នេញដោយបញ្ហាផ្សេងជារៀងរាល់ថ្ងៃនោះទេអាជីវកម្មកាន់តែធំសម្ពាធកាន់តែខ្លាំងការទទួលខុសត្រូវកាន់តែធ្ងន់ការលំបាកនៅពីក្រោយខ្នងមានតែខ្លួនឯងទេដែលអាចយល់ដូច្នេះប្រសិនបើអ្នកមិនមានចិត្តរឹងមាំទេកុំទាន់ចង់ធ្វើជាតកែធំអីនៅពីក្រោយផ្លូវដែលត្រចះត្រចង់នេះគឺជាបន្ទុកដែលមនុស្សធម្មតាពិបាកនឹងទ្រាំទ្របាន